នៅក្នុងព្រៃមួយនេះមានដំណើរជារឿងដែលគួរឲ្យខ្លាចដែលអ្នកភូមិនៅក្បែរនោះតែងតែនិទានប្រាប់កូនចៅចំនួនក្រោយឲ្យដឹងពីប្រវត្តិរបស់ព្រៃមួយនេះនៅក្នុងដំណើររឿងទាំងនោះក៏មានរឿងមួយដែលតាក់ទងនឹងសត្វខ្លាមួយដែលមានពាក់បន្តោងខ្សែកចង្គំស្ដេចខ្លានៅជាប់នឹងខ្លួនគេបានដំណើរថាសត្វខ្លានោះវានៅចាំពាក្យសម្ដីរបស់ម្ចាស់វាដែលបាននិយាយជាមួយវាមុននឹងគាត់ស្លាប់ថានៅថ្ងៃណាមួយនឹងមានគេមកយកខ្សែកនេះហើយម្នាក់នោះគឺជារូបគាត់ចាប់កំណើតក្រោយពីម្ចាស់និយាយរួចហើយក៏បានស្លាប់បាត់បង់ជីវិតទៅក្រោយពីស្លាប់បាត់ជាច្រើនរយឆ្នាំសត្វខ្លានោះវាតែងតែខំមនុស្សណាដែលចូលទៅក្នុងព្រៃនោះហើយគ្មាននរណាម្នាក់អាចសម្លាប់សត្វខ្លានោះបានទេព្រោះវាជាខ្លាអាគមដែលអាចរស់នៅរាប់ពាន់ឆ្នាំហើយមូលហេតុដែលសត្វខ្លានោះខំមនុស្សណាដែលចូលទៅក្នុងព្រៃនោះព្រោះដោយសារតែវាគិតថាបើសិនជាមនុស្សណាដែលវាខំទៅមិនមានរបួសឬក៏ស្លាប់អ្នកនោះឯងជាម្ចាស់របស់វាដោយសារតែបែបនេះហើយទើបបានជាអ្នកភូមិហាមកូនចៅមិនឲ្យទៅក្បែរព្រៃមួយនោះព្រោះខ្លាចត្រូវខ្លានោះសម្លាប់អស់រយៈពេលជាច្រើនរយឆ្នាំកន្លងផុតទៅដំណើររឿងមួយនេះក៏នៅតែមានគេនិយាយតគ្នារហូតមកដល់សប្តាហ៍ថ្ងៃនេះហើយសាច់រឿងរបស់យើងក៏ចាប់ផ្ដើមពីកំឡោះម្នាក់នេះទៅដែលគាត់មានឈ្មោះថាវុទ្ធាតំបន់ទេសចរទាំងអស់ដែលអ៊ំបាននិយាយរៀបរាប់ខាងលើនោះក្មួយអាចទៅដើរលេងកម្សាន្តតាមចិត្តណាក្មួយតែដូចអ៊ំបានប្រាប់អញ្ចឹងហាមចូលទៅក្នុងព្រៃក្បែរទឹកជ្រោះនោះជាដាច់ខាតណាក្មួយព្រោះវាជាតំបន់ហាមឃាត់តាំងពីដូនតាមកម្ល៉េះសម័យនេះទៅហើយអ៊ំមេភូមិនៅជឿរឿងខ្លាអាគមទៀតមែនទេអ៊ំគ្មានសត្វឯណាអាចរស់នៅដល់រាប់ពាន់ឆ្នាំដូចអ៊ំឯងនិយាយនោះទេខ្ញុំសង្ស័យតែចាស់ពីមុនកុហកពួកអ៊ំទេដឹងប្រហែលជានៅក្នុងព្រៃនោះអាចមានកំណប់លាក់ទុកកថាបានដែរអ៊ំអញ្ចឹងហើយបានជាគេប្រឌិតរឿងខ្លាអាគមនឹងមកដើម្បីបន្លាចកុំឲ្យមានមនុស្សចូលទៅក្នុងព្រៃនោះណាអ៊ំរឿងហ្នឹងអ៊ំក៏មិនដឹងច្បាស់ដែរណាក្មួយទាំងអស់គ្នាព្រោះពួកអ៊ំនៅក្នុងភូមិនេះគ្មានអ្នកណាធ្លាប់ចូលទៅក្នុងព្រៃនោះទេមានតែអ្នកភូមិផ្សេងក៏ធ្លាប់ចូលទៅក្នុងព្រៃនោះតែពុំមានអ្នកណាបានត្រឡប់មកវិញទេអញ្ចឹងហើយបានជាអ្នកភូមិនេះជឿរឿងខ្លាអាគមហ្នឹងណាក្មួយអ៊ំអ៊ំឯងជឿតែខ្ញុំទៅណាអ៊ំហើយបើក្នុងព្រៃនោះមានខ្លាពិតមែនណាក៏វាមិនខ្លាំងជាងកាភ្លើងដែរអ៊ំបើខ្លានោះប៉ះអាឆើតខ្ញុំវិញណាចាប់ឯងវះយកស្បែកមកធ្វើជាស្រោមជើងពាក់ជាមិនខានទេណែបងឆើតពួកយើងគូតែស្ដាប់លោកអ៊ំមេភូមិនិយាយទៅណាបងព្រោះគាត់ជាមនុស្សដែលរស់នៅក្នុងតំបន់នេះរឿងរ៉ាវដែលនៅទីនេះគាត់ដឹងទាំងអស់ហ្នឹងដូច្នេះគាត់ហាមអ្វីពួកយើងគូតែស្ដាប់គាត់ទៅណាបងពិតមែនហើយសូនីអូននិយាយនេះគឺពិតជាត្រឹមត្រូវណាស់ដូចពាក្យគេនិយាយថាបើមិនជឿកុំប្រមាថណាវុទ្ធាអញជឿឬមិនជឿវាជារឿងរបស់អញទេគ្មានអីតាក់ទងជាមួយឯងនោះទេតែឯងកុំសម្លឹងមុខអូនសូនីរបស់អញពេកប្រយ័ត្នបែកភ្នែកទៅអាក្អូនបានហើយបងឆើតវុទ្ធាគាត់និយាយនេះក៏ចង់ឲ្យបងល្អនោះដែរតែបើបងមិនស្ដាប់ក៏តាមចិត្តរបស់បងទៅហើយរឿងមួយទៀតខ្ញុំមិនត្រូវជាអ្វីជាមួយបងនោះទេបងគួរតែឈប់និយាយថាខ្ញុំជារបស់បងទៀតទៅអូយឈឺចុកចាប់ខ្លាំងណាស់លោកអាយលោកមិនគួរអូនសូនីឯងនិយាយពាក្យនេះមកដាក់បងនោះទេអូនដឹងដែរទេថាបងនេះតាមស្រឡាញ់អូនតាំងពីព្រេងនាយមកម្លេះម្ដេចក៏អូនធ្វើអញ្ចឹងដាក់បងឬមួយក៏អូនឯងស្រឡាញ់ក្មេងអ្នកក្រនោះហើយមែនទេបានជានិយាយអញ្ចឹងដាក់បងបានហើយណាបងឆើតខ្ញុំមិនបានស្រឡាញ់អ្នកណានោះទេហើយបងក៏មិនត្រូវមើលងាយមនុស្សបែបនេះដែរទោះបីជាគ្រូសាវុទ្ធាគាត់ជាអ្នកក្រតែគាត់ជាមនុស្សល្អចេះតស៊ូចេះជួយដល់អ្នកដទៃមិនដូចជាបងនោះទេដែលកើតមកមានឪពុកជាមន្ត្រីធំមានអំណាចមានទ្រព្យសម្បត្តិតែចរិតវិញមិនបានប្រហែលកូនក្មេងអាយុ2ឆ្នាំផងនិយាយហើយសូនីនិងវុទ្ធាក៏ដើរចេញពីទីនោះទៅចំណែកនាយឆើតវិញមានអារម្មណ៍ខឹងនឹងសូនីយ៉ាងខ្លាំងគេក៏គិតនៅក្នុងចិត្តថាសូនីយើងនឹងរកវិធីយកនាងឲ្យបានចំណែកឯអាវុទ្ធាយើងនឹងកំចាត់ឯងចោលអរគុណណាស់សូនីដែលមុននេះជួយនិយាយឲ្យខ្ញុំនិងមិនមើលងាយខ្ញុំដែលជាអ្នកក្រចាមិនអីទេវុទ្ធាខ្ញុំមិនដែលមើលងាយឬមិនឲ្យតម្លៃអ្នកក្រនោះទេឲ្យតែជាមនុស្សចេះតស៊ូមិនប្រព្រឹត្តរឿងអាក្រក់គឺខ្ញុំរាប់អានទាំងអស់ហ្នឹងអញ្ចឹង
ខ្ញុំដើរទៅលេងខាងនោះបន្តិចហើយណា ក្រោយពីសូនីចាញ់ផុតទៅកំឡោះវុទ្ធាយើងហាក់បីដូចជាមានអារម្មណ៍ថាអស់សង្ឃឹមយ៉ាងខ្លាំងព្រោះគេមើលទៅសូនីនាងមិនបានមានចិត្តមកលើរូបគេដូចអ្វីដែលគេគិតនោះទេពេលគេកំពុងតែអង្គុយពិបាកចិត្តស្រាប់តែលោកមេភូមិដើរមកហើយក៏បាននិយាយលេងជាមួយគ្នាមួយសន្ទុះក្រោយមកស្រាប់តែនាយឈើតក៏ដើរចូលមកហើយនិយាយបែបតក់ស្លុតប្រាប់ទៅវុទ្ធាណែអវុទ្ធាពេលនេះមានរឿងធំហើយណាតើមានរឿងអីនឹងឈើតមិនក៏មើលទៅឯងដូចជាភ័យខ្លាំងម្ល៉េះមុននេះគ្នាបានឃើញអូនសូនីដើរចូលទៅក្នុងព្រៃដែលលោកមេភូមិហាមមិនឲ្យចូលនោះហើយបើអញ្ចឹងមែនច្បាស់ជាមានរឿងធំហើយណាក្មួយពួកក្មួយឆាប់ទៅរកទៅចាំអ៊ំទៅរកអ្នកស្រុកឲ្យមកជួយបន្ថែមទៀតអ៊ំមិនបាច់ប្រាប់ពួកអ្នកស្រុកឲ្យទៅជួយរកទេអ៊ំតែពួកខ្ញុំពីរនាក់បានហើយកុំឲ្យមានការភ្ញាក់ផ្អើលដល់អ្នកស្រុកណាអ៊ំបើរកមិនឃើញទេចាំពួកខ្ញុំមកប្រាប់អ៊ំឲ្យជួយរកវិញបើអញ្ចឹងក៏បានដែរក្មួយពួកក្មួយឆាប់ទៅរកចុះតោះអញ្ចឹងយើងឆាប់ទៅរកសូនីទៅពេលនេះពួកយើងបានមកដល់ទឹកជ្រោះផ្លៃចូលទៅក្នុងព្រៃនោះហើយណាវុទ្ធាអញ្ចឹងយើងនាំគ្នាបំបែកគ្នាតាមរកអូនសូនីទៅណាបើអញ្ចឹងពួកយើងបំបែកគ្នានៅកន្លែងនេះចុះខ្ញុំចូលទៅរកសូនីខាងនោះហើយឯងទៅខាងនោះទៅណាបើក្នុងព្រៃនេះមានសត្វខ្លាដូចអ្វីដែលគេនិយាយពិតមែនឯងមុខជាងាប់មិនខានទេក្មួយស្រីហេតុអីបានជាក្មួយនៅទីនេះក្រែងមិត្តភក្តិក្មួយឈ្មោះឈើតនិយាយថាក្មួយបានចូលទៅក្នុងព្រៃហាមឃាត់បាត់ទៅហើយតើអីមិនបានជានៅទីនេះទៅវិញខ្ញុំមិនបានដើរទៅណាទេលោកអ៊ំគឺខ្ញុំនៅឈរមើលម្ដុំនេះយូរហើយចុះមិត្តភក្តិរបស់ខ្ញុំពួកគាត់នាំគ្នាទៅណាអស់ហើយលោកអ៊ំមិត្តក្មួយឈ្មោះវុទ្ធានិងឈើតគេបាននាំគ្នាចូលទៅរកក្មួយក្នុងព្រៃនោះហើយណាក្មួយទាំងនេះមកជាល្បិចរបស់បងឈើតជាមិនខានដែលចង់ធ្វើបាបនៃវុទ្ធាអញ្ចឹងសូមលោកអ៊ំជូនខ្ញុំទៅផ្លូវចូលទៅក្នុងព្រៃនោះបន្តិចមកណាលោកអ៊ំខ្ញុំនឹងទៅរកពួកគាត់ហើយបើអ៊ំខ្លាចអ៊ំមិនបាច់ចូលទៅទេយើងក្រឡេកមកមើលវុទ្ធាវិញម្ដងពេលនេះគេកំពុងតែដើររកអ្នកគ្រូពេទ្យសូនីតែម្នាក់ឯងតែគេមិនបានដឹងសោះថាមានសត្វខ្លាមួយកំពុងតែលួចមើលគេខ្ញុំកំពុងតែរកអ្នកគ្រូពេទ្យសំលេងនេះនិងក្លិននេះយើងដូចជាប្រហែលយើងដូចជាធ្លាប់ឮនឹងបានហិតនៅទីណាតែកុំទៅខ្វល់អីយើងនឹងលុតទៅខំសម្លាប់អ្នកណាដែលហ៊ានមកទីនេះទាំងអស់នៅពេលដែលវុទ្ធាកំពុងតែហៅអ្នកគ្រូពេទ្យសូនីស្រាប់តែសត្វខ្លានោះលុតមកខំវុទ្ធាតែទោះបីជាសត្វខ្លានោះខំយ៉ាងណាក៏ដោយក៏មិនអាចធ្វើឲ្យវុទ្ធាមានរបួសដែរពេលឃើញបែបនេះសត្វខ្លាក៏ដឹងថាវុទ្ធាជាម្ចាស់របស់ខ្លួនវាក៏និយាយទៅកាន់វុទ្ធាថាម្ចាស់ទីបំផុតខ្ញុំបានជួបម្ចាស់វិញហើយការរងចាំរាប់រយឆ្នាំរបស់ខ្ញុំនេះមិនអត់ប្រយោជន៍នោះទេឯងចេះនិយាយភាសាមនុស្សទៀតហើយឯងហៅខ្ញុំថាជាម្ចាស់តើឯងនិងខ្ញុំមានអ្វីតាក់ទងជាមួយគ្នាទៅខ្ញុំអាចនិយាយបានតែជាមួយម្ចាស់តែប៉ុណ្ណោះអ្នកផ្សេងគេមិនអាចស្ដាប់ឮសំឡេងខ្ញុំបាននោះទេលោកពិតជាម្ចាស់របស់ខ្ញុំមែនម្ចាស់ខ្ញុំនឹងនិយាយរឿងរ៉ាវរបស់ពួកយើងឲ្យម្ចាស់ដឹងកាលពី1000ឆ្នាំមុនខ្ញុំនិងម្ចាស់បានរស់នៅក្នុងព្រៃនេះដោយមានលោកតាមនីឥសីជាគ្រូរបស់ម្ចាស់កាលនោះខ្ញុំបានជាប់អន្ទាក់ព្រានព្រៃហើយក៏បានស្លាប់តែម្ចាស់មិនដាច់ចិត្តឃើញខ្ញុំស្លាប់ក៏ប្រើមន្តវិជ្ជាការប្រោះជីវិតដោយយកដួងជីវិតរបស់ម្ចាស់ពាក់កណ្ដាលមកសង្គ្រោះជីវិតខ្ញុំដូច្នេះហើយបានជាខ្ញុំនិងម្ចាស់អាចនិយាយជាមួយគ្នាបានហើយពួកយើងទាំងពីរបានប្រយុទ្ធជាមួយសត្រូវដែលឈ្លានពានព្រះនគរក្រោយពីឈ្នះសង្គ្រាមព្រះរាជាដែលជាមនុស្សជឿលើការអុចអាលរបស់មន្ត្រីផ្សេងដោយគិតថាម្ចាស់មានមន្តវិជ្ជាខ្លាំងពូកែខ្លាចម្ចាស់ដណ្ដើមរាជសម្បត្តិក៏ឲ្យសេនាតាមប្រហារម្ចាស់តែម្ចាស់មិនតបតនឹងគេក៏ត្រូវកងទ័ពទាំងនោះកាប់សម្លាប់រហូតបាត់បង់ជីវិតបន្សល់ទុកខ្ញុំឲ្យនៅតែម្នាក់ឯងបើលោកម្ចាស់ចង់ដឹងរឿងរ៉ាវកាន់តែច្បាស់សូមលោកម្ចាស់ពាក់បន្តោងខ្សែកនេះទៅនោះមន្តវិជ្ជាអាគមដែលលោកធ្លាប់រៀន
នឹងវិលចូលមកក្នុងខ្លួនរបស់លោកវិញជាមិនខានហើយខ្ញុំនឹងចូលទៅរស់នៅក្នុងបន្តោងខ្សែកនោះដើម្បីនៅការពារម្ចាស់សូមម្ចាស់ពាក្យទៅ ខ្ញុំមិននឹកស្មានថារឿងនិទានដែលគេនិយាយតគ្នាបានคล้ายជាការពិតអញ្ចឹងសោះហើយវាតាក់ទងជាមួយនឹងខ្ញុំទៀតអោសាន់អើយបើដូចអ្វីដែលឯងនិយាយមែននោះខ្ញុំពិតជាធ្វើខុសនឹងឯងខ្លាំងណាស់ខ្ញុំមិនគួរណាឲ្យឯងនៅរងចាំខ្ញុំបែបនេះនោះទេ ម្ចាស់សូមម្ចាស់ពាក្យខ្សែកនោះសិនទៅដើម្បីឲ្យដឹងកាន់តែច្បាស់ពីប្រវត្តិរបស់ម្ចាស់កាលពីអតីតជាតិ អញ្ចឹងខ្ញុំនឹងធ្វើតាមអ្វីដែលឯងប្រាប់ទៅចុះសូមឲ្យខ្សែកចង្គមខ្លាមកពាក់នៅលើខ្លួនយើងមកភ្លាមនោះខ្សែកក៏បានមកពាក់នៅលើករបស់វុទ្ធាហើយសត្វខ្លានោះក៏បានលោតចូលទៅក្នុងចង្គមបន្តោងខ្សែកនោះដែរចំណែកអ្នកគ្រូពេទ្យសូនីក៏ធ្វើដំណើរមកដល់កន្លែងទឹកជ្រោះធ្លាក់ក៏បានឃើញនាយឆើតកំពុងតែឈររាំម្នាក់ឯងយ៉ាងសប្បាយថាមើលអញរស់អត់បើអញនៅរស់ចូលឲ្យអញមើលបន្តិចមើលអញថាមើលអញរស់អត់យោ បងឆើតមិនបានជាបងនៅរួមទីនេះតែម្នាក់ឯងអញ្ចឹងចុះឯណាវុទ្ធាមិនបានជាមិនឃើញគាត់ បងកំពុងតែឈរចាំវានឹងឯងបងប្រាប់វាហើយថាកុំឲ្យចូលទៅក្នុងព្រៃនោះតែវានៅតែចង់ចូលទៅដើរលេងអញ្ចឹងហើយបានជាបងនៅឈរចាំវានៅកន្លែងនេះហ្នឹងណាអូនសូនី បងឆើតបងឈប់និយាយកុហកទៅខ្ញុំដឹងអស់ហើយហេតុអីបានជាបងកុហកគាត់ថាខ្ញុំចូលទៅក្នុងព្រៃនោះអញ្ចឹងបងក៏ដឹងថាលោកមេភូមិបាននិយាយពីរឿងរ៉ាវទាក់ទងនឹងព្រៃនេះអស់ហើយហេតុអីបងនៅតែធ្វើអញ្ចឹងទៀត បងស្អប់វាបងចង់ឲ្យវាត្រូវខ្លានោះខំឲ្យងាប់ព្រោះដោយសារតែវាតែងតែលួចមើលអូនកុំប្រាប់ថាអូនមិនដឹងថាវាលួចស្រឡាញ់អូនឲ្យសោះណាហើយអូនក៏ចូលចិត្តវាដែរមែនអត់បានជាអូនតែងតែបដិសេធនឹងសេចក្តីស្រឡាញ់របស់បង មែនហើយខ្ញុំចូលចិត្តគាត់ព្រោះតែគាត់ជាមនុស្សល្អចេះជួយយកអាសាអ្នកដទៃមិនដូចជាបងឆើតឯងនោះទេមួយថ្ងៃអង្គពុកជាមន្ត្រីធំមានអំណាចដើរធ្វើបាបតែអ្នកទន់ខ្សោយខ្ញុំមិនស្រឡាញ់មនុស្សដូចជាបងនោះទេខ្ញុំនឹងចូលទៅក្នុងព្រៃនោះដើម្បីរកវុទ្ធា ពេលនេះឈើតនិងសូនីកំពុងតែប្រកែកគ្នាវុទ្ធាក៏បានដើរមកអែបនឹងដើមឈើដើម្បីលួចស្ដាំពេលនោះវុទ្ធាក៏បានដើរមកដល់សូនីឃើញវុទ្ធាភ្លាមក៏មានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង វុទ្ធាហេតុអីបានជាលោកចូលទៅក្នុងព្រៃនោះបែបនេះលោកដឹងទេថាក្នុងព្រៃនោះវាមានគ្រោះថ្នាក់យ៉ាងណាលោកមេភូមិបានហាមហើយថាមិនឲ្យចូលទៅក្នុងព្រៃនោះជាដាច់ខាតមិនបានជាលោកមិនស្ដាប់គាត់អញ្ចឹង ខ្ញុំដឹងថានៅក្នុងព្រៃនោះវាមានគ្រោះថ្នាក់តែទោះបីជាត្រូវស្លាប់ក៏ដោយក៏ខ្ញុំត្រូវទៅរកសូនីឲ្យឃើញព្រោះខ្ញុំ ណែក្មួយចុះពេលដែលក្មួយចូលទៅក្នុងព្រៃនោះតើក្មួយមានបានឃើញសត្វខ្លានោះទេក្មួយ នៅក្នុងព្រៃនោះក្មួយបានឃើញឆ្អឹងសត្វខ្លាមួយយ៉ាងធំហើយបើតាមមើលទៅប្រហែលជាសត្វខ្លានោះហើយដែលអ្នកភូមិយើងនាំគ្នាខ្លាចនាំគ្នានិយាយថាជាខ្លាអាគមនោះពេលនេះវាងាប់បាត់ទៅហើយកុំឲ្យអ្នកភូមិយើងខ្លាចនឹងព្រួយបារម្ភទៀតអីណាលោកអ៊ំពេលវុទ្ធាកំពុងតែនិយាយនោះលោកមេភូមិបានចាប់អារម្មណ៍ទៅលើខ្សែកចង្គមខ្លាដែលនៅជាប់នឹងកវុទ្ធាហើយគាត់បានគិតនៅក្នុងចិត្តថា មើលទៅអាកំឡោះនេះមិនមែនជាមនុស្សធម្មតានោះទេកាលមុនចូលទៅក្នុងព្រៃនៅលើខ្លួនគេពុំមានខ្សែកចង្គមខ្លានោះទេមើលទៅគេជាមនុស្សតែម្នាក់ដែលជាម្ចាស់ខ្លាអាគមនោះហើយបានចូលទៅក្នុងព្រៃនោះមិនមានហេតុការអ្វីកើតឡើងទៅលើគេនោះ តើលោកអ៊ំបើអញ្ចឹងពួកយើងចូលទៅក្នុងភូមិវិញទៅលោកអ៊ំខ្ញុំដូចជាឃ្លានបាយដែរហើយ បើអញ្ចឹងតោះក្មួយយើងនាំគ្នាត្រឡប់ទៅក្នុងភូមិវិញទៅណា អាវុទ្ធាលើកនេះឯងមិនងាប់តែចាំមើលយប់នេះទៅយើងនឹងមិនឲ្យឯងមានជីវិតទៅវិញនោះទេ ពេលយប់បានមកដល់នៅពេលដែលវុទ្ធានិងអ្នកគ្រូពេទ្យសូនីកំពុងតែនាំគ្នាអង្គុយអាំងភ្លើងហើយនិយាយគ្នាលេងនាយឆើតឃើញបែបនេះកាន់តែខឹងនឹងវុទ្ធាជាខ្លាំងក៏មានគំនិតថានឹងបន្លំខ្លួនធ្វើជាចៅប្លន់ចូលទៅបាញ់សម្លាប់វុទ្ធាពេលនោះគេបានដើរចូលទៅដោយមានកាន់កំភ្លើងទៅជាមួយផងហើយធាក់វុទ្ធាមួយជើងតែវុទ្ធាមិនមានបញ្ហាអ្វីនោះទេ
បែរជាខ្ទៀតដួលខ្លួនឯងទៅវិញ អូយអូយបាក់ចកេះឲ្យអញមើលទៅអូយ លោកជានរណាហេតុអីក៏ចង់ធ្វើបាបខ្ញុំបែបនេះខ្ញុំមិនដែលស្គាល់លោកនោះទេ អញជាចៅអញមកនេះដើម្បីប្លន់ពួកឯងនឹងហើយតែពេលនេះអញបដូរចិត្តវិញហើយអញស្អប់បំផុតពេលអញចាញ់ប្លន់អាណាមានស្នេហាហញ៉ាយគ្នានៅនឹងមុខអញនឹងសម្លាប់ចោលអាប្រុសទាំងអស់ឯងយល់ហើយនៅហ៎ ហេតុអីគ្រាន់តែគេស្រឡាញ់គ្នាក៏លោកចៅឯងចង់សម្លាប់គេដែរ យាយអានេះភ្លើមែនវ៉ៃឯងមិនដែលលេង Facebook ទេអីហ៎មិនដែលដឹងថាអ្នក single វាកណ្ដោចកណ្ដែងយ៉ាងណានោះទេអីមានតែអ្នក single ដូចគ្នាទេបានយល់អារម្មណ៍របស់អញយល់អត់ហ៎ដូច្នេះអញនឹងសម្លាប់ឯងចោលនៅក្នុងពេលនេះហើយ ឈប់សិនខ្ញុំដូចជាប្រហែលសំលេងលោកចៅឯងដូចជាអ្នកណាម្នាក់ទៅណោះ មិនបាច់ប្រហែលមិនបាច់ស្គាល់អីទេម៉ោងនេះពេលនេះជាពេលប្លន់មិនមែនជាពេលដែលត្រូវមកស្គាល់គ្នានោះទេមីក្អូនស្រីណែដល់ពេលវេលាដែលឯងត្រូវងាប់ហើយតើឯងនឹងមានពាក្យផ្ដាំផ្ញើស្អីទេមុននឹងឯងងាប់ទៅហឹម សូនីមើលទៅពេលនេះខ្ញុំប្រហែលជាគ្មានជីវិតទៅភ្នំពេញវិញទេពេលដែលនាងទៅដល់ភ្នំពេញវិញសូមជួយប្រាប់ពុករបស់ខ្ញុំផងថាខ្ញុំសុំទោសដែលមិនអាចនៅមើលថែគាត់បានហើយរឿងមួយទៀតគឺខ្ញុំបានលាក់វាទុកជាច្រើនឆ្នាំមកហើយនោះគឺខ្ញុំបានលួចស្រឡាញ់សូនីតាំងពីនៅរៀនវិទ្យាល័យមកម្ល៉េះខ្ញុំតែងតែលួចមើលនាងម្នាក់ឯងមិនហ៊ានសូម្បីតែមើលមុខនាងចំព្រោះខ្ញុំដឹងថាទាំងចំណេះដឹងឋានៈគ្រួសាររូបសម្បត្តិគឺខ្ញុំមិនស័ក្តិសមជាមួយនាងនោះទេបានជាខ្ញុំមិនហ៊ានសារភាពប្រាប់នាងតែពេលនេះខ្ញុំចង់ប្រាប់នាងថាខ្ញុំស្រឡាញ់នាងលើសពីជីវិតរបស់ខ្ញុំទៅទៀត ខ្ញុំក៏ដឹងថាវត្តថាតែងតែលួចមើលខ្ញុំស្រឡាញ់ខ្ញុំដែរតែខ្ញុំធ្វើមិនដឹងគឺចង់ឲ្យវត្តថារឹងមាំតស៊ូរៀនសូត្រដល់ចប់មានការងារហើយតាមមកស្រឡាញ់ខ្ញុំតាមកាពិតទៅខ្ញុំក៏ស្រឡាញ់វត្តថាដែរគឺខ្ញុំស្រឡាញ់តាំងពីរៀនបឋមសិក្សាមកម្លេះពេលនេះខ្ញុំមានភាពក្លាហាននិយាយប្រាប់វត្តថាហើយគឺថាអូនស្រឡាញ់បង កំសត់ណាស់លោកអើយលោកស្នេហារបស់ពួកឯងទាំងពីរគឺកំសត់ជាងរឿងជប៉ុនទៅទៀតតែទោះជាយ៉ាងណាក៏ដោយក៏អញត្រូវតែសម្លាប់ឯងដែរងាប់ទៅ ពួកក្មួយមិនអីទេអីមានរបួសកន្លែងណាទេក្មួយពួកខ្ញុំអត់អីទេលោកអ៊ំ តែមុននេះខ្ញុំបានឃើញចៅនោះបាញ់មកលើបងជាច្រើនគ្រាប់តើបងពិតជាគ្មានរបួសពិតមែនទេបង បងអត់អីទេអូនកុំបារម្ភអី បើអញ្ចឹងពិតជាចម្លែកណាស់ វាគ្មានរឿងអីចម្លែកនោះទេក្មួយស្រីបើក្មួយចង់ដឹងសួរអ្នកកំឡោះនេះទៅនឹងដឹងហើយណា និយាយអញ្ចឹងតើមានអ្នកណាឃើញបងឆើតដែរឬទេ បងនៅទីនេះអូន ហើយចុះមុននេះបងទៅណាវិញ មុននេះបងបានចូលទៅក្នុងព្រៃដើម្បីបាត់ជើងធំហ្នឹងណាហើយចុះវត្តថាឯងអត់មានត្រូវរបួសអីទេ ខ្ញុំអត់មានត្រូវរបួសអីទេអរគុណណាស់ដែលបារម្ភ វាមិនអាចទេមុននេះក្របកភ្លើងចំកដាលទ្រូងឯងច្បាស់ណាស់ហេតុអីមិនមានរបួសអញ្ចឹង ហើយមិនក៏ឯងដឹងថាក្របកំភ្លើងបាញ់ចំដើមទ្រូងគ្នា មែនហើយបងឆើតមិនបានជាបងដឹងក្រែងមុននេះបងមិននៅទីនេះឯណា បងចេះតែនិយាយទៅហ្នឹងណាព្រោះមុននេះបងលឺអ្នករាល់គ្នានិយាយថាចៅបាញ់ត្រូវវត្តថានោះអីអញ្ចឹងហើយបានជាបងចេះតែនិយាយស្មានទៅហ្នឹងណា អូការពិតគឺអញ្ចឹងទេហ៎គ្នាគ្មានរបួសអីទេនេះប្រហែលជាដោយសារតែខ្សែកមួយនេះហើយវាជួយការពារគ្នាហើយចុះក្មួយបានខ្សែកចង្គមខ្លានេះមកពីណាទៅអ៊ំចង់ដឹងណាស់សូមប្រាប់អ៊ំឲ្យដឹងផងមកណាក្មួយម្ចាស់កុំនិយាយរឿងយើងឲ្យគេដឹងអីនេះឆើតនេះហើយដែលបន្លំខ្លួនជាចោរចង់សម្លាប់ម្ចាស់នោះការពិតទៅខ្សែកនេះខ្ញុំរើសបាននៅក្នុងព្រៃនោះណាអ៊ំខ្ញុំឃើញវាស្អាតក៏រើសមកពាក់ទៅក្មួយពិតជាសំណាងធំណាស់ណាក្មួយខ្សែកនេះបើតាមអ៊ំគិតវាមុខជាខ្សែកចង្គមស្ដេចខ្លាជាមិនខានទេ
ដែលជាខ្សែករបស់មេតបខ្លាំងម្នាក់កាលសម័យបុរាណដែលក្នុងដំណើររឿងនោះហើយណាក្មួយមនុស្សគ្រប់គ្នាតែងតែចង់បានវាមកគ្រប់គ្រងព្រោះអីអ្នកណាបានខ្លាយជាម្ចាស់ខ្សែកនេះនឹងមានអំណាចលើសមនុស្សដទៃកាប់មិនមុតដុតមិនឆេះគ្មាននរណាអាចសម្លាប់គេបាននោះទេបើគេនោះមិនព្រមឲ្យគេសម្លាប់ ពិតមែនដែរទេអ៊ំឬក៏អ៊ំចេះតែនិយាយកុហកពួកខ្ញុំ អ៊ំមិនប្រកាសទេណាក្មួយអ៊ំនិយាយនេះនិយាយតាមតែដូនតារបស់អ៊ំនិទានប្រាប់តគ្នាពីមួយជំនាន់ទៅមួយជំនាន់នឹងណាក្មួយតែដូចពួកក្មួយបានឃើញហើយអញ្ចឹងចៅនោះបានបាញ់ទៅលើក្មួយប្រុសខាងនេះច្រើនគ្រាប់តែមិនមានបញ្ហាអ្វីទៅលើរូបគេនោះទេដូច្នេះហើយរឿងនេះវាជាការពិតដោយគេដំណាលរឿងនោះហើយណាក្មួយ បើវាជាការពិតមែនយើងនឹងលួចយកខ្សែកនោះមកធ្វើជារបស់យើង នៅពេលដែលវុធាកំពុងតែដេកលក់នៃឈើតក៏បានចូលទៅលួចយកខ្សែកនោះហើយចាញ់មកក្រៅរួចហើយរូបគេក៏បានយកខ្សែកនោះបំរុងនឹងពាក់ស្រាប់តែខ្សែកនោះប្រែคล้ายជាសត្វខ្លាយ៉ាងធំបញ្ចេញសំឡេងខ្លាំងៗធ្វើឲ្យផ្អើលអ្នកភូមិនាំគ្នាមកមើលហើយសត្វនោះក៏លោតទៅខំសម្លាប់នៃឈើតក្នុងពេលនោះទៅអ្នកទាំងអស់គ្នាក៏មានការភ័យខ្លាចអីបើតាមខ្ញុំមើលទៅប្រហែលជានាយម្នាក់នេះចូលទៅលួចខ្សែកពីក្មួយខាងនោះហើយទើបត្រូវស្លាប់បែបនេះព្រោះបើតាមខ្ញុំដឹងពីដូនតាខ្ញុំមកថាខ្សែកនេះវាមានវិញ្ញាណស្គាល់ម្ចាស់វាអាចតាក់ទងជាមួយម្ចាស់វាបានដូច្នេះក្រៅពីម្ចាស់វាអ្នកណាក៏ដោយហ៊ានតែយកខ្សែកនោះមកធ្វើជារបស់ខ្លួនហើយមានបំណងអាក្រក់ជាមួយម្ចាស់វានឹងត្រូវវិញ្ញាណខ្លានៅក្នុងខ្សែកនោះចេញមកសម្លាប់ជាមិនខានឡើយដោយលោកអ៊ំមេភូមិបាននិយាយអញ្ចឹងមុននេះវិញ្ញាណខ្លានៅក្នុងបន្តោងខ្សែកនោះបានប្រាប់ខ្ញុំថាចោរដែលមកបាញ់សម្លាប់ខ្ញុំនោះគឺជានៃឈើតនេះហើយតែខ្ញុំមិនបានចង់សងសឹកនឹងគេនោះទេហើយខ្ញុំក៏មិននឹកស្មានថានៃឈើតនេះមកលួចយកខ្សែកពីខ្ញុំធ្វើឲ្យវិញ្ញាណខ្លាដែលនៅក្នុងខ្សែកខឹងរហូតសម្លាប់គេបែបនេះនោះទេ វាមិនមែនជាកំហុសបងទេនេះមកពីបងឆើតទេដែលមានគំនិតអាក្រក់មកលើបងមុនហើយអ្នកដែលសម្លាប់គេក៏មិនមែនជាបងដែរបងក៏មានវាបដិសេរីលើខ្លួនឯងអីណាបង ពិតមែនហើយណាក្មួយកុំគិតច្រើនពេកអីអ្នកណាសាងកម្មអ្វីនឹងទទួលបានកម្មនោះវិញជាមិនខានឡើយទេវតាចេះបែងចែកបុណ្យនិងបាបច្បាស់ណាស់ក្មួយកុំព្រួយចិត្តធ្វើអីណា